ស្រីអរគ្នាថ្ងៃនេះយើងតមេរៀនពីថ្ងៃមុនទៅដែរគឺចូលមកកាន់លេខទី3យើងจะទៅនឹងថាដែលជាប្រភេទនៃ tab archive ដែល combine file ហើយនឹង battery ទៅជា single file ហើយចូលមកដល់ទី1របស់យើងគឺតទៅនឹង command line ថាគឺយើងខាយវាចូលនៅក្នុង folder មួយឈ្មោះ myfile.tha អញ្ចឹងទៅហើយនឹងពេលយើង extract មកវិញគឺយើងដាក់ -x app v app អញ្ចឹងទៅvàoលើ cv app ឥឡូវយើងត្រូវការតេស្តអ្នកគ្នាអឺទី1យើងបង្កើតតាពាក្យថាអឺថា cv app myfile dot backup dot tha អញ្ចឹងទៅហើយ file 1 file 2 dia 1អញ្ចឹងទៅឥឡូវយើងធ្វើការថាហើយយើងបានអេសមកហើយ fan l យើងឃើញ file 1 file 2របស់យើងហើយយើងfile ថានេះ backup ថាមិញនេះយើងបានបង្កើតមិញគឺទំហំវាគឺ1024 0ហ្នឹងហើយដល់ពេលដែលយើងextract មកវិញពេលយើងអាចដំបូងយើងអាច delete សិនយើង rm remove rf file 1 file 2យើង remove ខ្ញុំថាពេល remove នោះយើងអាចស្ទង់ពីម៉ាក់អត់ហើយមួយទៀតគឺ rm remove rf dia 1 ls hyphen l យើងឃើញថា file 1 file 2ហើយនឹង dia 1របស់យើងគឺអត់ឃើញទៅនេះទេអញ្ចឹងយើងទៅ backup មកវិញយើងប្រើ command មួយឈ្មោះថា hyphen x vf backup dot tha dot tha ឥឡូវយើង ls hyphen l គេថាfile របស់យើងគឺបានស្ទង់ឡើងវិញហើយអញ្ចឹងយើងអាច backup មកវិញបានជោគជ័យហើយមេរៀនបន្ទាប់ហ្នឹងយើងតពីចំណុចបន្ទាប់យើងមកកាន់ confess ដើម្បី confess យើងមាន3ចំណុចដែលយើងលើកមកនិយាយគឺ zip gzip ហើយនិង bzip zip ហ្នឹងធ្វើការ combine ហើយនិង compress ដែលពេល gzip បានតែ compress ទេបើយើងចង់ combine គឺ compress ជាមួយថាហ្នឹងហើយកាន់ zip ហ្នឹងយើង contract មកវិញ uncompress បើ bzip ហ្នឹងយើងធ្វើបានទៅលើ file ទេយើងអាចធ្វើទៅលើ directory បានទេអញ្ចឹងយើងចូលចំណុចបន្តមកclear server មកទី1យើងធ្វើការ zip command zip hyphen r my dot my file dot zip file 1 file 2 dia 1ឥឡូវយើងធ្វើការ add ទៅកាន់នេះហើយយើង ls hyphen l មកយើងឃើញយើងឃើញដោយសារថាយើងធ្វើការ zip រួចយើង hyphen l គឺជា exclusive បើយើងឃើញ file របស់យើងហើយគឺ my file.zip ហ្នឹងតែពេលយើង unzip មកវិញយើងប្រើពាក្យunzip my file.zip archive យើងធ្វើការ replace file ឬក៏មិនយើងមិន replace ទេយើងrename ក៏គ្នាដែរយើងចង់ rename ក៏បានដែរវាគេឲ្យយើងបាច់ rename យើងដាក់ hyphen on and for no ដាក់ no មក
ឡូវយើងចូលទៅចំណុចមួយទៀតគឺ G10 G10 ហ្នឹងយើងចូលមកចំណុចរបស់យើង G10 យើងប្រើ G10 ហើយប៉ុន R ហើយជាមួយនឹងថាយើងតែអស់គ្នាមកG10 G10 ហើយប៉ុន R ជាមួយ1 2 3 ហើយ directory file 1 file 2 dia 1ដល់ពេលតែយើងចូល ls -l មកយើងឃើញ file របស់យើងគឺបានដូរទៅកាន់ G10 ហើយយើងឡូវនេះយើងធ្វើការ unzip មកវិញគឺ gun cancel file 1 file 2 dia 1 dia 1 dia 1 is directory មកយើង ls មកយើងឃើញហើយថា file 1 file 2យើងគឺផ្នែកបាមុនដែលយើង zip ទៅវាចុះឡើងចំនួន26 byte ហើយបើយើងប្រើជាមួយថាយើងដាក់ file 1 ណា -r -cfy ហើយនឹងឥឡូវនេះបើយើងធ្វើការ refresh ជាមួយ zip យើងដាក់មកឥឡូវយើងមាន file backup ហើយយើងដាក់មួយទៀតមក my backup ថា file 1 file 2 dia 1ពេលក្រោយយើងធ្វើការ ls -l ម្ដងទៀតយើងឃើញហើយថានេះគឺជាថារបស់យើងហើយយើងចង់ធ្វើការ shift មកយើងដាក់gzip gzip យើងធ្វើការដាក់មក backup my backup ថាតែ-l យើងឃើញថា file របស់យើងគឺតាម168ទេអញ្ចឹងយើងឃើញថាយើងឆ្លាញ់ space បានច្រើនមែនទែនហើយយើងអាច unzip file my backup ថាដល់ G10 វិញក៏បានដែរយើងធ្វើការមកថា cancel my backup ថា ls -l នេះយើងធ្វើការ unzip មកវិញហើយគឺវាទំហំគឺដូចហ្នឹងឥឡូវអញ្ចឹងហើយនៅមួយទៀតគឺនិយាយតទៅទៅនឹងB12 នោះវា work តែជាមួយ direct ធ្វើ file ទេអាច work មួយគេផ្សេងៗបានទេគឺនេះគឺជា B12 របស់យើងគឺពេលយើង backup ទៅចេញជា file អញ្ចឹងហើយបើសិនជាយើងធ្វើការជាមួយ B12 ដាក់ B12 file 1 file 2វាត្រូវឲ្យមួយ directory ទេអញ្ចឹងយើងដាក់ point ថា ls -l យើងឃើញថានេះឃើញទេពេលយើងធ្វើការ shift ហើយយើងធ្វើការ unzip វិញក៏បានដែរតែបើយើងធ្វើការមកធ្វើការដាក់មក B12 B12 ដាក់មកថា my backup ថា file 1 file 2ហើយនឹង file ហ្នឹងហើយហ្នឹងហើយឡើយធ្វើការ dia 1អញ្ចឹងdia 1ហើយសារការឈ្មោះយើងដូចតែគ្នាអញ្ចឹងយើងធ្វើការខ្ញុំភ្លេច command មួយហើយនេះ.cif ចឹងយើងធ្វើការ clear មក
ហើយដាក់មក G10 to back and dot time G ច្រឡំB10 to មិន G10 to ទីច្រឡំហើយនឹងវាចុច enter មកហើយ ls ហើយ pen option L យើងឃើញ file B10 របស់យើងនេះចុចមកហើយនឹងចំណុចរបស់យើងគឺចប់តែប៉ុណ្ណឹង